រីសួរបងប្អូនថ្ងៃនេះខ្ញុំមកចាញ់លេខបងប្អូនពីរបៀប share account ពី account មិន Pro ទៅជា account Pro ដោយករណីនេះនៅក្នុង account មួយនេះគឺយើងអត់មានសិទ្ធិក្នុងការស្នើ Pro ទេដោយសារតែ Google គាត់អត់អាចបើកឲ្យយើងស្នើបានមានបញ្ហាមួយចំនួនអញ្ចឹងណាប៉ុន្តែ account នេះគឺយើងបានស្នើ Pro រួចហើយនេះខ្ញុំធ្វើវីដេអូនេះឡើងគឺសម្រាប់ដែលបងប្អូនខ្លះដែលគាត់មានចំណាយហើយលក់ជូនភ្ញៀវហើយភ្ញៀវគាត់ចង់យកទៅស្នើ Pro គាត់ចង់យកទៅ share Pro ផ្សេងទៀតគឺអត់បានដោយសារតែមូលហេតុអីដោយសារតែខុសប្រទេសគ្នាធម្មតា Google គឺមិនអនុញ្ញាតទេបើសិនជា account មួយនៅប្រទេសអាមេរិកហើយ account មួយទៀតនៅប្រទេសកម្ពុជាអញ្ចឹងគឺអាច share គ្នាបានទេទាល់តែ account ហ្នឹងគឺនៅក្នុងប្រទេសតែមួយអញ្ចឹងខ្ញុំប្រាប់ពីវិធីសាស្ត្រគឺមិនបាច់ប្រើ VPN ទេយើងធ្វើដោយ direct ហ្មងហើយធ្វើបានតទៅរហូតហ្មងណាអូខេឥឡូវខ្ញុំឧទាហរណ៍មួយសិនករណីនេះគឺaccount មួយនេះបើសិនជាខ្ញុំចង់ដូចនៅខាងនេះគឺ account Pro ពណ៌ខ្មៅដល់ពេលផ្ទាំងពណ៌សនេះ account នេះអត់មាន Pro ទេយើងមើលទៅលើ profile បានអញ្ចឹងនៅក្នុងពេលនេះគឺយើងអាច share គ្នាបានទេដោយសារតែ account នេះគឺនៅប្រទេសខ្មែរ account ដែលអត់ Pro នេះចំណែកឯ account Pro នេះគឺនៅក្នុងប្រទេសឥណ្ឌាអញ្ចឹងទៅគឺយើងអាចស្នើគ្នាបានទេឥឡូវខ្ញុំចូលទៅ share account មក account ខាងស្ដាំនេះចង់ដឹងថា share បានអត់យក account មួយនេះបងប្អូន copy ទៅលើ email របស់គាត់ហើយបន្តមកចូលមកនៅក្នុងនេះហើយបងប្អូនចូលទៅលើ profile ដែលមាន Pro ហ្នឹងហើយបន្តមកទៀតចុចលើ manage your Google account អូខេបន្តមកទៀតបងប្អូនចូលមកមើលនៅខាងស្ដាំដៃវាមាន tab មាន2 3 tab អញ្ចឹងទៅចាំបងប្អូនត្រូវរើសយក people and sharing ចូលមកដល់កន្លែងនេះបងប្អូនចុចកន្លែង get start មក get start យើងយក create a family group តមកចុច confirm អញ្ចឹងយើងចាប់ផ្ដើមផាស email ដែលយើងបាន copy ពី account ដែលអត់ Pro មិញមកហើយផាសមកកន្លែងនេះដើម្បីឲ្យ account ដែលអត់ Pro គាត់ទទួលបាន Pro ដែរអញ្ចឹងបងប្អូនចុច send អញ្ចឹងនៅពេលដែលយើង send ហើយតើតែមានការទទួលពីភាគីខាងដែលអត់មាន Pro នេះយើងចុច coordinate មកគេអញ្ចឹងនៅកន្លែង member នេះគឺយើងអាច share បានរហូតដល់5នាក់អញ្ចឹងនៅពេលដែលយើង send បានម្នាក់ហើយវាដាក់ថានៅ4នាក់ទៀតអញ្ចឹងណាអញ្ចឹងបានមានសិទ្ធិបានតែ4នាក់ទេនៅក្នុង account មួយអញ្ចឹងឥឡូវយើងអាច add account នេះចូលបានហើយតែយើងអត់ទទួលបាន Pro ទេបងប្អូនត្រូវចុចទទួលសិនបងប្អូនចុចមកកន្លែង Gmail នេះមកដើម្បីយើងទៅមើលសារដែលភាគីខាង Pro នេះគាត់វេទៅឲ្យនៅខាងភាគីដែលអត់ Pro នេះឯងអញ្ចឹងបងប្អូននឹងបានឃើញសារមួយនៅពេលដែលយើងផ្ញើមកនេះគឺនៅខាងនេះផ្ញើមកអញ្ចឹងយើងទទួលបានសារមួយនេះអញ្ចឹងនៅកន្លែងនេះគឺយើងaccept invitation នេះមកទើបយើងទទួលបាន Pro អញ្ចឹងបងប្អូនចុច accept អញ្ចឹងនៅពេលនេះគឺយើងអត់អាចចូលបានទេដោយសារតែខុសប្រទេសគ្នាឥឡូវខ្ញុំចុច get start មកចុច get start ចុច join family អូខេអញ្ចឹងវាដាក់ថា can join family group ដោយសារអីគឺប្រទេសអត់ដូចគ្នាទេនៅក្នុងហ្នឹងប្រទេសផ្សេងគ្នាអញ្ចឹងយើងអាចចូលបានទេដោយសារតែ account មួយនេះនៅប្រទេសឥណ្ឌា account Pro ណាចំណែក account មួយនេះគឺនៅប្រទេសខ្មែរយើងអញ្ចឹងគឺ 100% គឺអត់បានទេអូខេអញ្ចឹងឥឡូវយើង back មកវិញមកអញ្ចឹងខ្ញុំលុបអានេះចោលដើម្បីកុំឲ្យច្រឡំដោយសារតែនេះវាអត់បានទេចុចអូខេអានេះគឺខ្ញុំលុបចោលដែរដោយសារតែវាអត់បានអូខេយើងបានលុបហើយយើងទៅម្ដងទៀតដើម្បីអាច transfer Pro នេះចូល account នេះបានបងប្អូនត្រូវទៅដូរប្រទេសសិនដូរប្រទេស Pro នេះមកនៅក្នុងប្រទេសខ្មែរយើងអញ្ចឹងណាឥឡូវយើងមកមើលខាងស្ដាំដៃសិនចង់ដឹងថាតើaccount ដែលអត់មាន Pro នេះនៅប្រទេសណាសំខាន់គឺប្រទេសដូចគ្នាបងប្អូនបើប្រទេសអត់ដូចគ្នាទេយើងអត់អាចទទួលបាន Pro ទេ
កន្លែងនេះគឺយើងមើលដឹងទេដោយសារតែយើងអត់ទាន់ add card តែ100%នៅពេលដែលបង្កើតមកគឺដឹងតែនៅកម្ពុជាហើយអញ្ចឹងណាអូខេអញ្ចឹងបងប្អូនចូលមកកន្លែងដូរនៅខាង Pro នេះវិញយើងចូលមកមើល manage យក Google account ដូចគ្នាបន្តមកទៀតបងប្អូនមកមើលនៅកន្លែងខាងស្ដាំគេមកអស់វាដាក់ថា payment and subscription ចុចត្រង់ហ្នឹងមកបន្តមកបងប្អូនយក manage payment method អូខេមកដល់កន្លែងនេះវានឹងមានកាតដែលយើងដាក់ណាអញ្ចឹងបងប្អូនចូលមកមើលកន្លែង setting អញ្ចឹងកន្លែង payment subscription ហ្នឹងគ្រាន់តែជាកន្លែងដែលយើងចូលសិនទេប៉ុន្តែគោលដៅចម្បងរបស់យើងគឺយើងចូលមកកន្លែង setting អូខេឥឡូវបងប្អូនបានមើលឃើញហើយនៅកន្លែងនេះគឺប្រទេសឥណ្ឌាអញ្ចឹងគឺអត់ត្រូវគ្នាទេបងប្អូនអាចបដូរប្រទេសមកបងប្អូនចុចកន្លែងពីឥណ្ឌាហ្នឹងហើយចុចសញ្ញារូបប៊ិចនេះបន្ទាប់ពីចុចសញ្ញារូបប៊ិចហើយបងប្អូនឃើញពី create new profile នេះដល់មកចុច continue ចឹងបន្តមកទៀតបងប្អូនត្រូវ scroll មករកប្រទេសកម្ពុជាយើងចុចអក្សរ C មកចឹងវានឹងដល់កម្ពុជាហើយបន្តមកបងប្អូនចុច continue ម្ដងទៀតមកដល់ត្រង់នេះយើងមិនបំពេញឲ្យច្រើនទេយើងដាក់ address យើងដាក់តែភ្នំពេញទៅអានេះយើងដាក់ភ្នំពេញដូចគ្នា Postal Code ភ្នំពេញ120101បងប្អូនចាំតែនឹងមួយទៅបន្តមកទៀតបងប្អូនចុច submit រួចរាល់គឺចុច submit មកបងប្អូនចុច save ឬក៏អត់ save ក៏បានដែរចុច view profile អូខេបងប្អូនមកដល់កន្លែងនេះវាមាន2ជម្រើសឲ្យយើងគឺឥណ្ឌាមួយហើយនិងកម្ពុជាមួយបន្តមកបងប្អូនចុចមកលើកម្ពុជាយើងសិនយើងបដូរវាចុះឡើងសិនបានទើបយើងអាច remove ប្រទេសឥណ្ឌាចោលបានបន្ទាប់ពីនឹងហើយបងប្អូនចុចមកឥណ្ឌាវិញយើងធ្វើអញ្ចឹងបើមិនធ្វើអញ្ចឹងទេនៅពេលដែលយើង remove គឺវានៅជាប់នៅកម្ពុជាយើងដដែលណាអញ្ចឹងបងប្អូនចុចមកឥណ្ឌាវិញអូខេឥឡូវវា select យកប្រទេសឥណ្ឌាហើយបងប្អូន scroll មកក្រោមគេមកអស់យក close payment profile scroll មកក្រោមគេបំផុតណាចឹងកន្លែងនេះវានឹងឲ្យយើងបំពេញ password ដើម្បីអាចតទៅមុខទៀតបានចឹងខ្ញុំសូមទៅយក password តិចសិនអូខេបងប្អូនឥឡូវខ្ញុំបាន password ហើយចឹងខ្ញុំចាប់ផ្ដើមដាក់ទៅមុខហ្មងទៅកន្លែងនេះរងចាំបន្តិចអញ្ចឹងបងប្អូនត្រូវមើលច្បាស់នៅត្រង់កន្លែងនេះជិះវៀងនៅពេលដែលបងប្អូនអត់បានមើលកន្លែងហ្នឹងច្រឡំ select យកកម្ពុជាអញ្ចឹងគឺអំបិលដដែលអញ្ចឹងបងប្អូនមើលនេះគឺឥណ្ឌាគោលដៅរបស់យើងគឺយើង remove ប្រទេសឥណ្ឌាអញ្ចឹងបងប្អូន scroll មកខាងក្រោមបំផុតបងប្អូនយកខាងក្រោមគេបំផុតនៅខាងលើពី order យក I don't want to give a reason ចឹងនឹងមួយប៉ោចហើយយក close payment profileខេបន្ទាប់ពីហ្នឹងគឺរួចអញ្ចឹងគឺយើងបានលុបប្រទេសឥណ្ឌាចោលបាត់ហើយអញ្ចឹងគឺនៅតែកម្ពុជាយើងទេអញ្ចឹងយើងចង់ដឹងយើង back វាមកក្រោយយើងមើលមកថាប្រទេសឥណ្ឌាយើងលុបបាននៅអញ្ចឹងយើងលុបបានហើយគឺនៅកម្ពុជាអូខេឥឡូវយើងចាប់ផ្ដើមទៅ share ម្ដងទៀតយើង copy account នេះមកយើងចូលទៅយក family នេះមកហើយបន្តមកយើង send invitation ម្ដងទៀតបន្តមកយើង copy ហើយចុច send ទៅម្ដងទៀតចុច got it អូខេអញ្ចឹងគឺយើងទទួលបាននៅខាងនេះហើយបន្តមកទៀតបងប្អូនត្រូវធ្វើម៉េចយើងត្រូវចុចទទួលបន្តមកទៀតបងប្អូនចុច get start ធម្មតាដូចមិញដែរមកហើយចុច join family group អញ្ចឹងបន្តមកគឺយើងអាចចូលបានហើយប៉ុន្តែគឺយើងអត់ទាន់អាចទទួលបាន Pro ទេហេតុអីដោយសារតែយើងអត់ទាន់បានបើកកន្លែង Google One ឃើញអត់បងប្អូនអត់ទាន់បាន Pro ទេណានៅគឺអត់ទាន់អាចទទួលបាន Pro profile ដូចនេះទេអញ្ចឹងយើងត្រូវធ្វើម៉េចទៀតដើម្បីឲ្យគាត់ទទួលបាន Pro ហើយមាន profile One ជុំវិញដូចអា Pro ខាងនេះដែរអញ្ចឹងបងប្អូនមកមើលនៅខាង Pro នេះវិញបងប្អូនមើលកន្លែង scroll មកក្រោមបំផុតរកមើលពាក្យ view family sharing ចុចលើហ្នឹងមកហើយ scroll មកវិញម្ដងទៀតបងប្អូនមើលកន្លែង Google One ចុចលើលេខ1ហ្នឹងមក
វានឹងបូកទៅ tab ថ្មីឲ្យយើងអូតូហើយបន្តមកទៀតបងប្អូន scroll មកក្រោមបំផុតរកមើលពាក្យ share with your family អញ្ចឹងចុចកន្លែង share នេះមកប៊ូតុង share នេះចុចវាមួយប៉ាច់បន្តមកវានឹងចូលមកដល់កន្លែងនេះបងប្អូនមើលកន្លែងនេះ share Google One with family អញ្ចឹងបងប្អូនចុចបើកកន្លែងនេះមកបើសិនអត់ទាន់បានបើកកន្លែងទេអញ្ចឹងខាងនេះគឺគាត់អត់អាចទទួលបាន Pro ទេទោះបីគាត់អាចចូលបានក៏ដោយអញ្ចឹងបន្តមកទៀតគឺយើងអត់ទាន់ឃើញទេបងប្អូនមកកន្លែង Out Pro នេះបងប្អូន refresh មួយមកអញ្ចឹងគាត់នឹងទទួលបាន Pro មួយដល់អូតូឃើញអត់អញ្ចឹងកន្លែងនេះខ្ញុំបញ្ជាក់បន្តិចគាត់ទទួលបាន Pro ពិតមែនគាត់ប្រើបាន12ខែដូចយើងដែរបើសិនជាយើងអត់ remove គាត់ចេញពី family របស់យើងប៉ុន្តែចំពោះការប្រើប្រាស់ storage ចំនួន2តេបានដូចគ្នាប៉ុន្តែគឺប្រើប្រាស់រួម2តេហ្នឹងគឺប្រើប្រាស់រួមគឺអត់មានបែងចែកដាច់ដោយឡែកទេ2តេហ្នឹងគឺប្រើប្រាស់រួមគ្នាលក្ខណៈថាបើជាបាន2នាក់អញ្ចឹងម្នាក់ទៀតគាត់បាន500 GB ហើយខាង Pro នេះ Pro ដើមរបស់គាត់គឺគាត់បាន500 GB ដូចគ្នាដែរអញ្ចឹងបែងចែកជា2ចឹងបើសិនជាយើង share បាន5នាក់អីទៅគឺបែងចែកតាមនឹងហើយចំណែកការប្រើប្រាស់ទៅលើការ generate video flow គឺយើងប្រើប្រាស់រួមដូចគ្នាដែរ1000 credit គឺប្រើប្រាស់រួម2 account អញ្ចឹង យើងបាន Pro ប៉ុន្តែចំពោះករណីដែលយើងសួរទៅលើ AI ផ្សេងៗទៅលើ Gemini គឺវាអត់គិតទេហើយការ share នេះគាត់សួរទៅលើ account គាត់ផ្ទាល់ខ្លួនគឺអត់មានឃើញទិន្នន័យគ្នាទៅវិញទៅមកទេនិយាយទៅគឺគាត់បានលាក់ឯកជនឲ្យយើងប៉ុន្តែគាត់ថាការប្រើប្រាស់ទៅលើ storage ទំហំអីផ្សេងៗគឺរួមគ្នាចឹងកន្លែងហ្នឹងសឹងគឺបងប្អូនយល់អញ្ចឹងយើងអាច share គ្នាទៅមិនបារម្ភថាឃើញទិន្នន័យគ្នាទេគឺអត់ទេគឺលាក់ចិត្តមួយមកអញ្ចឹងយើងអត់អាចឃើញទិន្នន័យគ្នាទៅវិញទៅមកទេអញ្ចឹងកន្លែងហ្នឹងគឺមានតែប៉ុណ្្នឹងឯងខ្ញុំបញ្យល់ប៉ុណ្្នឹងសឹងថាបងប្អូននឹងយល់អញ្ចឹងជំរាបលាបាយបាយ